ក្នុងមេរៀននេះយើងនឹងសិក្សាពីរបៀបក្នុងការបង្កើត email ជាមួយនឹង Google Mail អញ្ចឹងយើងមានចំណុចចំនួន3ដែលយើងត្រូវដឹងទី1គឺតាក់ទងជាមួយនឹងការបង្កើតនេះយើងត្រូវចូលមកកាន់ gmail.com បន្ទាប់មកទៀតគឺការដាក់ឈ្មោះ email របស់យើងអ្នកទាំងនេះអាចដាក់ឈ្មោះខ្លួនឯងផ្ទាល់ឧទាហរណ៍ថាអ្នកទាំងនេះមានឈ្មោះតារាអញ្ចឹងអាចថា dara@gmail.com អញ្ចឹងបើយើងមានឈ្មោះថាពុទ្ធីយើងអាចប្រើពាក្យឈ្មោះថាពុទ្ធី @gmail.com ហើយនឹងចុងក្រោយគេជាមួយ password ប៉ុន្តែចំណុចនេះអ្នកទាំងនេះត្រូវចាំថាមិនប្រកាសថារាល់ email ដែលយើងដាក់ឈ្មោះទាំងអស់ហ្នឹងគឺមានទេដោយសារតែអាចមានអ្នកប្រើប្រាស់ផ្សេងៗហ្នឹងដែលមានឈ្មោះដូចយើងហ្នឹងគាត់អាចដាក់ដូចជាស្រេចអញ្ចឹងណាអញ្ចឹងចំណុចនេះបើក្នុងករណីដែលគ្នាយើងដាក់ឈ្មោះ email ទៅស្រាប់តែ email ហ្នឹងមានប្រើប្រាស់ហើយអញ្ចឹង Google វានឹង suggest មានថាវានឹងណែនាំជាមួយនឹង address មួយទៀតដែលផាកផាយជាមួយឈ្មោះយើងឬក៏យើងអាចថាដាក់ជាឈ្មោះអ្វីក៏បានដែរឲ្យថាយើងអាចចំណាំអាចថាស្តៀងឈ្មោះយើងឬក៏ឈ្មោះយើងនឹងជាឈ្មោះថែមកតុយជាលេខជា number អីផ្សេងៗជាដើមអញ្ចឹងណាអញ្ចឹងចំណុចទី1នេះគឺយើងចូលមកកាន់browser មានថាយើងបើក web browser មកបន្ទាប់មកយើងវាយពាក្យថា gmail.com អញ្ចឹងណាអញ្ចឹងពេលវាយលើកដំបូងគឺយើងនឹងឃើញវាបង្ហាញ page មួយឲ្យយើង log in មានថា sign in ហ្នឹងគឺសំដៅទៅលើការ log in ចូលទៅកាន់ email របស់យើងប៉ុន្តែចំណុចនេះយើងអត់ sign in ទេមានថាយើងអត់ log in ចូលទៅកាន់ email ដើម្បីមើល email ទេគឺយើងត្រូវការបង្កើត email ថ្មីសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់បង្កើត email អញ្ចឹងខាងក្រោមនេះយើងឃើញពាក្យមួយគេដាក់ថា create account កន្លែង create account នេះហើយគឺសំដៅទៅលើការបង្កើត email ថ្មីអញ្ចឹងយើងចុចលើវាមកអញ្ចឹងពេលដែលចុចលើវាមាន option ចំនួន3គេដាក់ថាទី1 for my personal use for my children for work or my business ចំណុចនេះយើងយកចំណុចទី1គឺ for my personal use បាទបន្តមកទៀតយើងនឹងទៅកាន់ page ទី2ដែលតម្រូវឲ្យយើងវាយឈ្មោះរបស់យើងផ្ទាល់អញ្ចឹងណាអញ្ចឹងចំណុចនេះយើងអាចដាក់ first name last name តែចំណុចនេះខ្ញុំដាក់អីក៏បានដែរអញ្ចឹងខ្ញុំដាក់ថា Dara last name ខ្ញុំដាក់ថា one Dara ហើយទៀតសោកមិនចាំបាច់ថាត្រូវដូច email ទាំងអស់ពេលយើងអាចដាក់ទៅតាម preference របស់យើងមិនថាបើសិនណាឈ្មោះយើងឧទាហរណ៍ថាឥឡូវតកូលយើងវ៉ាន់វ៉ាន់ដាដល់ពេលឈ្មោះរបស់យើងតារាអញ្ចឹងអាចដាក់ថាតារាវ៉ាន់ដាអញ្ចឹងទៅបន្ទាប់មកយើងចុច next អញ្ចឹងចំណុចទី3នេះគឺទាមទារឲ្យយើងបំពេញនៅព័ត៌មានដែលជាទូទៅ Google តម្រូវឲ្យយើងបំពេញព័ត៌មានដែលមានជា birthday មានថាជាថ្ងៃកំណើតយើងអញ្ចឹងណាអញ្ចឹងចំណុចនេះខ្ញុំយកថ្ងៃ1យើងចេះដាក់សិនទៅក៏បានដែរហើយបន្ទាប់មកថ្ងៃខ្ញុំកើតខ្ញុំអាចថាយក01អញ្ចឹងទៅហើយឆ្នាំអាចថា1990ឧទាហរណ៍អញ្ចឹងចុះតោះគ្នាអាចដាក់ព័ត៌មានពិតក៏បានដាក់ព័ត៌មានคล้ายៗក៏បានដែរប៉ុន្តែកុំឲ្យក្មេងពេកយើងដាក់ខ្ទង់20ជាងអីទៅបន្ទាប់មកទៀតយើងជ្រើសរើស page ចំណុចនេះយើងអាចយកបើសិនណាអ្នកនរនេះជាបុរសយើងអាចយក male ទៅបើជានារីយើងអាចយក female អញ្ចឹងខ្ញុំយក male បន្ទាប់មកទៀតយើងចុច next ពេលចុច next ចំណុចកន្លែងនេះគឺជាចំណុចដែល Google ឲ្យយើងនឹងបង្កើត address របស់ខ្លួនឯងដូចបានបញ្ជាក់អញ្ចឹងយើងអាចដាក់ថា one Dara ដូចថាខ្ញុំមិញខ្ញុំដាក់first name Dara ដល់ពេលតកូលដាក់ one Dara អញ្ចឹងអាចដាក់ one Dara ទៅ one Dara ប៉ុន្តែมันប្រកាសថាឈ្មោះនឹងតនេបើសិនណាក្នុងករណីដែលថាអត់តនេមានឈ្មោះនឹងគេប្រើហើយ Google វានឹងណែនាំនៅឈ្មោះដែលស្តៀងនឹងអញ្ចឹងណាឥឡូវខ្ញុំចុច next បាទអញ្ចឹងវាប្រាប់ឲ្យថានេះឥឡូវthat username is taken try another អញ្ចឹងមានថាឈ្មោះមួយហ្នឹងគេប្រើហើយវាឲ្យយើងប្រើផ្សេងទៀតអញ្ចឹងវាថានេះអ្វីដែលតនេមួយនេះហ៎ variable មានថាឈ្មោះដែលតនេវាអាចថា Dara 6089ហ្នឹងទៅឧទាហរណ៍ណាអញ្ចឹងចំណុចនេះខ្ញុំយកពាក្យថា Dara V 6085អូខេសំទោសមិញខ្ញុំនិយាយថា89អញ្ចឹងចំណុចនេះខ្ញុំយកពាក្យថា Dara V 6085អូខេពូវាតនេអានេះវាសាក់ចេះមកតែម្ដងឥឡូវខ្ញុំចុចលើវាហើយវាលោតចូលក្នុងប្រអប់បន្ទាប់មកចុច next ទៀតចូលដល់ password ម្ដងសម្រាប់ password ទាំងអស់គ្នាត្រូវដាក់មានលេខមានអក្សរអញ្ចឹងវាថាហើយនឹងមានសញ្ញាអញ្ចឹងមានបញ្ជាក់ភាសាទៀតគឺយើងមានលេខមានអក្សរហើយជាមួយនឹងសញ្ញាអញ្ចឹងណា
ហើយក្នុងនេះដែរខ្ញុំមាន note របស់ខ្ញុំស្រាប់គឺខ្ញុំអាចប្រើប្រាស់នៅ password មួយនេះតើអ្នកអាចជ្រើសរើសនៅ password រៀងៗខ្លួនហើយយើងត្រូវចាំថា password ជារឿងសំខាន់យើងត្រូវតែកត់វាទុកអញ្ចឹងណាឬក៏យើងអាចដាក់ទៅលើពាក្យណាមួយដែលយើងចាំខ្លួនឯងហើយមិនងាយនឹងភ្លេចអញ្ចឹងណាបើក្នុងករណីអ្នកគ្នាឆាប់ភ្លេចអាចត្រូវសរសេរថាយើងត្រូវ take note នៅក្នុង laptop យើងឬក៏ទូរស័ព្ទដៃយើងឬក៏សរសេរដាក់กระดาษហើយចំណុចនេះខ្ញុំបានបង្កើតឲ្យស្រាប់សម្រាប់ខ្លួនខ្ញុំបងប្អូនអាចប្រើប្រាស់ដូចខ្ញុំក៏បានប៉ុន្តែខ្ញុំអត់ណែនាំឲ្យប្រើប្រាស់ password ជាមួយខ្ញុំទេបងប្អូនអាចប្រើប្រាស់ក្នុង password ផ្ទាល់ខ្លួនបានអញ្ចឹងណាចឹងខ្ញុំ select មក copy path តែម្ដងទៅហើយបងប្អូនត្រូវចាំថា password ត្រូវមាន8ខ្ទង់ឡើងអញ្ចឹងណាហើយ password ពីរប្រអប់ហ្នឹងគឺត្រូវតែដូចគ្នាតែម្ដងដើម្បីឲ្យវាទៅមុខបន្តទៀតអញ្ចឹងខ្ញុំចុចពាក្យថា next អាកន្លែងនេះខ្ញុំបង្ហាញថា password ហ្នឹងវាត្រូវគ្នាអត់ជាយោបល់ខ្ញុំបងប្អូនគួរតែ take note នៅក្នុងទូរស័ព្ទដៃឬក៏ laptop របស់យើងហ្នឹងហើយ copy path តែម្ដងទៅដើម្បីឲ្យ make sure ថាប្រកាសថា password ហ្នឹងវាត្រូវគ្នាអញ្ចឹងខ្ញុំចុច next ហើយចំណុចបន្តទៀតនេះគឺជាចំណុចសំខាន់Google តម្រូវឲ្យយើងនឹងធ្វើការផ្ទៀងផ្ទាត់ឬក៏និយាយសួរស្ដាប់ទៅថាបញ្ជាក់ថាយើងនឹងពិតជាមនុស្សមិនមែនជា robot មិនមែនជា AI ឬក៏មិនមែនជា system ណាមួយដែលមកបង្កើតអូតូអញ្ចឹងវាតម្រូវឲ្យយើងដាក់លេខទូរស័ព្ទដៃយើងផ្ទាល់ហើយចំណុចនេះខ្ញុំចង់បញ្ជាក់ថាជាចំណុចសុវត្ថិភាពខ្លាំងមែនទែនក្នុងករណីដែលយើងភ្លេច password របស់ email យើងអាច recovery ដែលមានន័យថា recovery នេះមានថាយើងទាញយក password យើងត្រឡប់មកវិញហ្នឹងគឺតាមរយៈលេខទូរស័ព្ទនេះហើយអញ្ចឹងមានថាលេខទូរស័ព្ទនេះសំខាន់មែនទែនដែលយើងត្រូវតែប្រកាសថាយើងមានលេខហ្នឹងកាន់ក្នុងដៃអញ្ចឹងណាបើក្នុងករណីគេ hack យក account យើងបានយើងមានលេខទូរស័ព្ទដើម្បីទាញយក password ត្រឡប់មកវិញអញ្ចឹងណាអញ្ចឹងចំណុចនេះខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំចូលក្នុងហ្នឹងហើយខ្ញុំសូមបិទលេខទូរស័ព្ទខ្លួនឯងបន្តិចអញ្ចឹងខ្ញុំអាចប្រើ010 012គ្នាយើងមានលេខទូរស័ព្ទប្រព័ន្ធណាយើងអាចប្រើប្រព័ន្ធហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងវាយបញ្ចូលលេខទូរស័ព្ទហើយយើងចុច next បាទពេលដែលយើងចុច next ហើយអ្វីដែលយើងទទួលបាននោះគឺលេខ6ខ្ទង់ដែល Google ផ្ញើទៅទូរស័ព្ទដៃយើងតាមរយៈ SMS អញ្ចឹងយើងត្រូវយកលេខ6ខ្ទង់ហ្នឹងមកវាយបញ្ចូលឥឡូវនេះខ្ញុំបើកទូរស័ព្ទខ្ញុំហើយខ្ញុំវាយលេខបញ្ចូលដែលខ្ញុំបានទទួលពី Google តបមកខ្ញុំចុច next ទៀតបន្ទាប់ពីវាយលេខ6ខ្ទង់ដែលបានទទួលពី Google តាម SMS មកបាទអញ្ចឹងបន្ទាប់មកទៀតយើងឃើញគេដាក់ថា add recovery email ចំណុចនេះនិយាយទៅយើងអាចរំលងក៏បានដែរបើសិនណាយើងអត់មាន email ទី2ណាយើងមានតែមួយ email ហ្នឹងទេយើងអាចរំលងក៏បានដែរហើយគោលបំណងនៃការដាក់ email នេះគឺក្នុងគោលដៅមួយ reset password ដូចទៅនឹងយើងដាក់លេខទូរស័ព្ទដែរបើក្នុងករណីយើងមាន email តែចំណុចនេះខ្ញុំយកពាក្យថា skip មានថារំលងវាយើងអត់ពេញទេបាទអញ្ចឹងពេលនេះមកដល់ចំណុចចុងក្រោយគេបង្អស់វាដាក់ថា review account info you can use the info when you need to sign in អញ្ចឹងថាព័ត៌មាននេះគឺជាព័ត៌មានដែលយើងត្រូវ sign in អញ្ចឹងណាអញ្ចឹងក្នុងនេះគេដាក់ថា dara v6085 នេះជា email ខ្ញុំដែលខ្ញុំបានបង្កើតអញ្ចឹងណាហើយខ្ញុំ take note វាអូខេខ្ញុំ take note email នេះទុកព្រោះខ្ញុំបានបង្កើត email នេះខ្ញុំជំនួសឲ្យអា email ដែលខ្ញុំអឺចាស់ខ្ញុំមានកម្រងដាក់វាតែឥឡូវខ្ញុំដូរមកនេះវិញណាអញ្ចឹងខ្ញុំដាក់ email នេះបញ្ចូលក្នុងនេះដើម្បី take note ខ្លួនឯងអញ្ចឹងនៃ password ខ្ញុំហើយអានេះលេខទូរស័ព្ទ recovery របស់ខ្ញុំអញ្ចឹងណាហើយចុច next ពេលចុច next វាឲ្យយើងអានជាទូទៅខ្ញុំមិនដែលអានដែរដោយសារវាច្រើនពេកវាដាក់ថា privacy in term មិនថាយើងត្រូវអានហើយយើងត្រូវ agree ជាមួយនឹងterm and condition របស់វាអញ្ចឹងណាអញ្ចឹងនេះគឺជា agreement របស់ Google យើង scroll មកក្រោមមកមិនរុញមកក្រោមមកយើងចុចពាក្យថា agree I agree បាទហើយសូមរងចាំបន្តិចអញ្ចឹងពេលនេះយើងបានជោគជ័យហើយក្នុងការបង្កើត email យើងចូលមកក្នុង inbox របស់ email របស់យើងហ្មងអញ្ចឹងណា
បាទសូមអរគុណហើយសូមរីករាយជាមួយនឹងការបង្កើតអ៊ីមែល